Hello សួស្តីអ្នកនរគ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងព្រេងនិទានទេវតាឈិនម៉ូនៅភាគទី3បន្តទៀតពីមួយភាគទៅមួយភាគគឺសាច់រឿងរបស់យើងគឺកាន់តែល្អមើលហើយគ្នាយើងដោយពេលនោះដែរឃើញថាឈិនម៉ូនឹងបន្តហ្វឹកហាត់នៅប្រជាជនដែលលោកតាលោកយាយនឹងបានបង្ហាត់បង្រៀនគាត់បានគាត់ទទួលអារម្មណ៍ថាធម្មពលរបស់គាត់ពេលនេះគឺកំពុងតែកើនឡើងយ៉ាងគំហុកការហ្វឹកហាត់នេះដែរគេហៅថាការហ្វឹកហាត់នៃធម្មពលសំខាន់ក៏ប៉ុន្តែឈិនម៉ូឆ្ងល់ថាមិនដឹងថាគួរតែប្រើពេលយូរប៉ុណ្ណាទៀតនោះទេដើម្បីដាស់ឡើងនៅរាងកាយអំណាចរបស់គាត់ខណៈពេលនោះដែរក៏លោកយាយស៊ីនឹងក៏បានស្រែកហៅមូអឺនៅខាងក្រោមគាត់ក៏បានចូលទៅយ៉ាងលឿនលោកយាយស៊ីគឺជាអ្នកដែលខ្វល់ខ្វាយពីគាត់ខ្លាំងបំផុតហើយក៏ជាមនុស្សដែលចិត្តល្អជាងគេនៅក្នុងភូមិមួយនេះផងដែរខណៈពេលដែលយាយរបស់គាត់នឹងកំពុងតែដេកនៅសម្លៀកបំពាក់នឹងគាត់ក៏សម្លឹងមើលមុខយាយរបស់គាត់មិនដាក់ភ្នែកនោះទេអ្នកទាំងពីរស្រឡាញ់គ្នាដូចជាម្ដាយនិងកូនអញ្ចឹងមិនត្រឹមតែប៉ុណ្ណឹងលោកយាយស៊ីក៏ជាអ្នកលក់ដូរយ៉ាងជំនាញផងដែរហើយឈានមកក៏បានឃើញនៅរបាំងមុខជាច្រើននៅពីក្រោយក្នុងរបស់គាត់មានការសង្ស័យថាលោកយាយស៊ីមានអានកំបាំងជាច្រើនដែលគាត់មិនបានដឹងចឹងបានលុះស្អែកបន្ទាប់ឡើងនឹងក៏ពួកគេចង់ចាក់ចេញពីភូមិជនពិការភាសាចិនគេហៅថាកាន់ឡាវហើយគាត់នឹងបង្រៀនអំពីវិជាកាត់ដេរមួយទៅកាន់ឈិនម៉ូផងដែរឈិនម៉ូក៏សួរទៀតថាតើវិជាគុណដេរសម្លៀកបំពាក់អីទៅគាត់មានអារម្មណ៍ថាចម្លែកខ្លាំងមែនទែនគាត់ប្រាប់ទៀតថាថ្ងៃនេះដែរលោកយាយនឹងដេរនៅសម្លៀកបំពាក់ដ៏ពិសេសមួយសម្រាប់ឯងនៅតាមផ្លូវធ្វើដំណើរហ្នឹងក៏លោកយាយស៊ីក៏បានរៀបរាប់តាក់ទងទៅនឹងរាងកាយរបស់មនុស្សដែលតាមពិតទៅគឺមនុស្សរបស់យើងគឺមាននៅសម្លៀកបំពាក់បាទពីរយ៉ាងហើយក៏ធ្វើការរៀបរាប់តាក់ទងទៅនឹងរាងកាយផងដែររាងកាយគឺវាកើតចេញពីផ្នែកពីរសំខាន់ទីមួយគឺជាព្រលឹងហើយនឹងឈាមរបស់មនុស្សនឹងឯងហើយរាងកាយនេះដែរគឺបានភ្ជាប់ជាមួយនឹងស្រមោលមួយទៀតកន្លែងនេះគឺខ្ញុំចាប់អារម្មណ៍ត្រង់ថាបើតាក់ទងទៅនឹងការសិក្សានៃផ្លូវងងឹតបាទគឺវាពាក់ព័ន្ធទៅនឹងរបស់ទាំងអស់នោះដំបូងខ្ញុំគិតថាចិនគឺមានចំណេះដឹងច្រើនខ្លាំងមែនទេតាក់ទងទៅនឹងផ្លូវងងឹតនេះគឺបកកែមែនទែនតែបើសិនជាយើងងាកទៅមើលបច្ចុប្បន្នរបស់ខ្មែរយើងគឺខ្មែរយើងខ្លាំងជាងចិនទៅទៀតដែលចំណេះដឹងមួយចំនួនគឺចិនលួចពីខ្មែរនោះទេដូចជាពួកមន្តអាគមជាដើមបាទមិនថាថៃឬក៏ចិនឬក៏សាសដទៃទៀតនៅពេលដែលលួចយកនៅមន្តអាគមខ្មែរទៅប្រើភាគច្រើនគឺប្រែអត់ចេញនោះទេពេលខ្លះក៏ដាក់ជាភាសាខ្មែរមកទាំងដុលតែម្ដងរឿងចិនមួយចំនួនគឺមានអក្សររបស់ខ្មែរនៅក្នុងនឹងទៀតអ្នកដែលគាត់ធ្លាប់ឃើញប្រហែលជាដឹងហើយនេះទីពីរក៏បានធ្វើដំណើរមកកាន់មាត់បឹងមួយលោកយាយស៊ីប្រាប់ទៀតថាចាំតិចទៀតខ្ញុំនឹងបង្ហាញឯងឲ្យយល់តាក់ទងទៅនឹងរាងកាយហើយនឹងស្រមោលនោះពួកគេក៏បានឃើញនៅកដានឈាមមួយកំពុងតែផឹកទឹកបឹងរូបរាងកាយនៃការ design របស់វាគឺស្អាតខ្លាំងមែនទែនវាក៏បានលឺសម្រាប់របស់មនុស្សនៅក្បែរនោះអញ្ចឹងទៅក៏វាក៏បានបំបាំងខ្លួនតែទោះជាណាក៏ដោយក៏ពួកគេបានមើលឃើញអំពីទីតាំងនៃកដានឈាមនោះរួចទៅហើយបន្ទាប់មកលោកជ័យប្រាប់ទៀតថាវិធីដំបូងគឺត្រូវតែរក្សានៅព្រលឹងរបស់វាជាមុនសិនក៏បានបញ្ចេញនៅរបស់ម្យ៉ាងមើលទៅដូចជាឈាមតែប្រែក្លាយទៅជាសរសៃសូត្រក្រហមមួយចាប់ចងនៅព្រលឹងរបស់វាក្នុងពេលនោះដែលព្រលឹងរបស់វាគឺនៅលើទឹកទៅវិញបន្ទាប់ពីចាប់ព្រលឹងរបស់វាបានហើយរូបរាងកាយដើមក៏បានបង្ហាញឡើងក្នុងពេលនោះទោះបីជាវាបំបាំងខ្លួនមើលមិនឃើញយ៉ាងណាក៏ដោយឈិនម៉ូក៏លូកដៃទៅប៉ះវាឃើញថាវាបានបញ្ឈប់ចលនាហើយតើលោកយាយបញ្ជាក់ទៀតថាគឺគាត់បានប្រើប្រាស់នៅធម្មពលសំខាន់របស់គាត់នោះគឺដើម្បីចាក់សោនៃព្រលឹងមេឃរបស់វាឈិនម៉ូក៏បានមើលទៅក្នុងទឹកក៏បានឃើញនៅស្រមោលរបស់ក្តានឈាមហេតុអីក៏នៅគាំងមួយកន្លែងអញ្ចឹងដែរវាអត់កម្រើកខ្លួនតទៅសោះលោកយាយក៏ធ្វើការរៀបរាប់ដោយសារតែធម្មពលវីតាមីនដ៏ខ្លាំងក្លាដែលវាមានឥទ្ធិពលទៅលើស្រមោលថែមទៀតធម្មពលសំខាន់របស់គាត់គឺអាចវិបហាទៅលើផ្នែកពីរនៃរាងកាយទី1គឺព្រលឹងទី2គឺស្រមោលមិនថាមនុស្សឬក៏សត្វនោះទេខណៈពេលនោះឃើញថាព្រលឹងចំនួន3ក៏បានផុសចេញពីរាងកាយនៃក្តានឈាមនៅពេលដែលវាផ្ទុះឡើងមកក៏បានត្រឡប់ទៅកាន់រាងកាយដើមវិញលោកជ័យប្រើប្រាស់នៅសរសៃនៃអំបោះក្រហមមួយយ៉ាងចាប់ផ្ដើមគ្រប់គ្រងនៅញៀនទាំង7របស់វាហើយនៅក្នុងខ្លួនប្រាណរបស់មនុស្សគឺមានផ្នែកសំខាន់ជាច្រើនទៀតកន្លែងហ្នឹងអាចជាញ៉ៃបន្តិចហើយបាទបើសិនជាអ្នកដែលគាត់ចង់ដឹងតាក់ទងទៅនឹងផ្លូវងងឹតទៅបានគឺមាននៅព្រលឹងចំនួន3មនុស្សយើងគឺមានព្រលឹង3ហើយមាននឹងញៀនទាំង7នៅក្នុងខ្លួនប្រាណថែមទៀតអ្នកនរនេះដែលឃើញថានៅក្នុងកម្មវិធីរបស់ខ្មែរមួយចំនួនអ្នកខ្លះគេហៅថាវិធីអន្តងព្រលឹងបាទដោយសារតែព្រលឹងមួយចំនួនខ្លះគឺបែកខ្ញែកចេញពីរាងកាយអ្នកខ្លះក៏ហៅព្រលឹងតូចព្រលឹងធំអីត្រឡប់ចូលមកកាន់រាងកាយដើមវិញបាទញៀនទាំង7ដូចជាការស្ដាប់ឬការនិយាយការប៉ះនឹងសាច់ផ្ទាល់អីផ្សេងអញ្ចឹងអាហ្នឹងខ្ញុំមិនបាច់រៀបរាប់ច្រើននោះទេដូចជាការភ្លក់រសជាតិដោយប្រើប្រាស់អណ្ដាតអាហ្នឹងគេហៅថាញៀនទាំង7ខណៈពេលដែលមូអឺកំពុងតែកត់ត្រានៅការបង្រៀនរបស់លោកជ័យផងដែរគាត់ព្យាយាមឲ្យមូអឺប្រើប្រាស់នៅបេះដូងដើម្បីរៀនហើយកត់ត្រាវាចូលបន្ទាប់មកទៀតគឺគាត់នឹងធ្វើការបង្កើតនៅសម្លៀកបំពាក់ដែលចេញពីរាងកាយនៃក្តានឈាមមួយនេះក៏បានទាញនៅព្រលឹងរបស់វាចេញពីបឹងក្នុងពេលនោះគឺជាការបំបែកចេញពីរាងកាយហើយនឹងស្រមោល
ពួកមានការវាយជាខ្លាំងក៏បានឃើញនៅព្រលឹងមួយផុសចេញពីក្នុងទឹកបន្ទាប់មកគាត់នឹងប្រើប្រាស់នៅស្រមោលរបស់វានេះដើម្បីបង្កើតទៅជាសម្លៀកបំពាក់ដែលក៏ប្រើប្រាស់នៅម្ជុលរួមជាមួយនឹងខ្សែអំបោះជាច្រើនភ្ជាប់ទៅកាន់ស្រមោលដែលផុសចេញអំបញ្ញមិញនេះបន្ទាប់ដែលបានជោគជ័យក៏បានផ្ដាច់នៅសរសៃអំបោះនោះចេញទៅវិញហ្វេមូអូមានការផ្ញើជាខ្លាំងនេះគឺជាធម្មពលហួសវិស័យរបស់លោកជ័យអញ្ចឹងម្នាក់សិតតែមានធម្មពលហួសវិស័យដូចជាលោកតាកាប់ជ្រូកលោកតាខ្វិនលោកជ័យស៊ីឬក៏លោកតាដតីទៀតធម្មពលហួសវិស័យគឺជាធម្មពលដែលខ្លាំងជាងគេបំផុតរបស់ពួកគាត់នឹងឯងទីបំផុតក៏បានបង្កើតនៅសម្លៀកបំពាក់មួយមើលទៅដូចជាឈុតរងាពាក់នៅលើស្មាអញ្ចឹងមើលទៅវាគ្រាន់តែជាសម្លៀកបំពាក់សាមញ្ញក៏ប៉ុន្តែវាមានឥទ្ធិពលមួយគឺវាបានកូពីនៅសមត្ថភាពរបស់ក្តានឈាមនោះមកដែរអាចនិយាយឲ្យខ្លីទៅគឺសម្លៀកបំពាក់នេះគឺផលិតចេញពីស្រមោលនៃមនុស្សឬក៏សត្វអញ្ចឹងក៏បានដកនៅបញ្ចូលនោះចេញពីរាងកាយនៃក្តាននោះដោះលែងវាឲ្យមានសេរីភាពហើយគាត់ក៏បានផ្ទេរនៅស្រមោលរបស់វាចូលទៅកាន់រាងកាយដើមវិញអញ្ចឹងក្តាននេះគឺវាអត់មានគ្រោះថ្នាក់អ្វីនោះទេគាត់គ្រាន់តែខ្ចីព្រលឹងរបស់វាដើម្បីបង្កើននៅសម្លៀកបំពាក់មួយឲ្យឈានមកតែប៉ុណ្ណោះហើយគាត់ក៏បានលេងដោះលែងរាងកាយនិងព្រលឹងរបស់វាចូលទៅកាន់រាងកាយដើមវិញមនុស្សយើងបើអត់មានព្រលឹងក៏ស្មើនឹងស្លាប់ដូចគ្នាអញ្ចឹងតើបានពេលខ្លះចាយើងគឺតំណមអត់ឲ្យប្រើប្រាស់នៅកញ្ចក់ច្រើនពេកនោះទេពិសេសគឺក្មេងៗព្រោះថាកញ្ចក់អាចធ្វើឲ្យមនុស្សយើងបែកនៅព្រលឹងបានហើយរូបនៅក្នុងកញ្ចក់នេះហើយគឺជាព្រលឹងរបស់មនុស្សរូបនោះវាក៏បានបញ្ចេញនូវឥទ្ធិពលពុស្ទុក្រៅមកឃើញថារាងកាយរបស់ឈិនមកក៏បានប្រែក្លាយទៅជាសត្វក្តានឈាមមានរូបរាងដូចជាក្តានឈាមបេះបិទតែម្ដងតែគាត់ចេះនិយាយដូចជាមនុស្សគ្មានអ្វីទៅឆ្ងល់ទេអញ្ចឹងតើបានជាម្នាក់សេរីការវិវៈមុននោះគឺត្រូវលោកជ័យនឹងខំខាំងនៅក្នុងរាងកាយរបស់គោមួយក្បាលដែលតាមពិតទៅអាគោរាងកាយរបស់គោនោះគឺជាសម្លៀកបំពាក់ខាងក្រៅដែលលោកជ័យនឹងបានផលិតចេញពីរាងកាយគោពិតបានហើយយកនេះទៅខំខាំងនៅក្នុងគោនោះតែម្ដងខណៈពេលនោះដែរក៏បានលើសំឡេងនៃព្រះរាជាម្នាក់ក៏បាននិយាយអំពីការបញ្ឈប់នៅរាងកាយហើយនិងការចាក់សោព្រលឹងនេះគឺជាសមត្ថភាពនៃមនុស្សនៃបបិសាចសួរហើយគាត់ក៏បង្ហាញខ្លួនជាមួយនឹងកូនចៅជាច្រើនរូបដែលឈរនៅទីនោះឈិនមកមានការផ្អើលជាខ្លាំងតែគាត់គឺជាអ្នកណាទៅហេតុអីក៏និយាយពីចម្ងាយឬដល់ថ្នាក់នេះគឺចាស់នោះក៏បាននិយាយតាក់ទងទៅនឹងទឹកដីបបងចៅមួយនេះមិននឹកស្មានថាខ្លាចទៅជាចម្រោកនៃពួកសំណល់នៃបបិសាចសួរតទៅសោះឈិនមកមានការងើយឆ្ងល់ជាខ្លាំងតែគាត់កំពុងតែនិយាយអំពីអ្នកណាជាសមាជិកនៃបបិសាចសួរនិងយេស៊ីក៏បាននឹងឯក្បាលឈិនមកដល់និយាយទៀតថាគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលរស់នៅក្បែរទន្លេនេះតែប៉ុណ្ណោះសម្ដីរបស់គាត់គឺចង់បង្ហាញទៅកាន់ពួកវាដែលឈរនៅលើអាកាសតែគ្នារបស់វាក៏បានតបទៅវិញទៀតថាបើសិនជាមនុស្សធម្មតាមែនអីក៏ដឹងពីពិធីក្នុងការចាក់សោព្រលឹងតែអាចដេញនៅសម្លៀកបំពាក់ចេញពីស្រមោលរបស់សត្វបានថែមទៀតគាត់ក៏បានចាប់ប្រកាន់ថាលោកជ័យស៊ីនេះគឺមានផែនការដើម្បីបកនៅស្បែកមនុស្សយូរណាស់មកហើយអញ្ចឹងវិធីដែលលោកជ័យស៊ីបង្រៀនឈិនមកមើលទៅគឺសាមញ្ញតែនៅក្នុងនោះគឺមាននៅវិធីមួយទៀតគឺបកនៅស្បែកមនុស្សនឹងឯងគឺស្តៀងនឹងគ្នាធ្វើឈិនមកមានការផ្ញើជាខ្លាំងជាកូនបិសាចទាំងអស់នោះគឺអាចខំខាំងព្រលឹងហើយអាចបកនៅស្បែកមនុស្សបានឈិនមកក៏បានឃើញទៅដល់រូបភាពដែលគោមួយក្បាលត្រូវបានស្លាប់ហើយស្រីបិសាចនោះក៏បានផុសចេញពីពោះគោនោះផងដែរព្រះជាជាច្រើនរូបនៃបាត់បង់ខ្លួនដែលបានបាត់បង់ជីវិតដោយសារបបិសាចសួរត្រូវបានពួកគេបង្ខំបែបនេះរាងកាយពួកគេត្រូវបានយកទៅលក់នៅទីផ្សារផងដែរអ្នកដទៃមើលឃើញគ្រាន់តែជាសត្វធម្មតាតែជាក់ស្ដែងរាងកាយនៃសត្វទាំងអស់នោះគឺជាស្បែករបស់មនុស្សនឹងឯងព្រះជាដែលកំពុងតែនិយាយនេះគាត់គឺជាព្រះជាម្នាក់ក្នុងចំណោមព្រះជាទាំង5នៃទន្លេលីអ្វីដែលគាត់និយាយគឺមិនខុសនោះទេក៏បានបញ្ចេញនៅធម្មពលបន្តិចដូចជ័យក៏មិនមានអ្វីតបតនោះដែរកាយភ្នែកទាំងពីរក៏បានសម្លឹងដាក់គ្នាបន្តិចក៏ប្រាប់អ៊ូណាកុំខ្លាចអីដែលតាមពិតទៅនៅក្នុងពិភពមួយនេះគឺមាននៅសត្វចម្លែកដែលលាក់ខ្លួននៅក្នុងស្បែកមនុស្សជាច្រើននិយាយភាសាងាយយល់ទៅគឺខ្លួនជាមនុស្សតែចិត្តជាបិសាចយ៉ាងឯងមូលហេតុដែលគាត់រៀននៅវិជ្ជានេះគឺដើម្បីកម្ចាត់ចោលនៅការបោកប្រាស់នៃមនុស្សទាំងអស់នោះកុំឲ្យពួកគេនឹងបង្កគ្រោះថ្នាក់ធ្វើបាបនៅមនុស្សដទៃទៀតទោះបីជាវាជាកូនបិសាចក៏ប៉ុន្តែគាត់ប្រើដើម្បីការពារមនុស្សតែប៉ុណ្ណោះមិនបានធ្វើបាបមនុស្សនោះទេគឺគាត់តែងតែកម្ចាត់មនុស្សអាក្រក់លោកយេស៊ីក៏ដឹងទីថាព្រះរាជាទាំង5នៃបកទន្លេលីគឺជាមនុស្សដែលមានភក្ដីភាពសម្រាប់ប្រទេសជិនកាងជាខ្លាំងក៏ប៉ុន្តែពួកវាគឺកាន់តែក៏ក្លឿនទៅចង់មកបំផ្លាញនៅទឹកដីបបងចោលថែមទៀតព្រះរាជានៃបកទន្លេនេះក៏បានតទៅវិញទៀតថាខ្លួនគឺមានទូនាទីមួយដើម្បីជួយនៅប្រទេសជិនកាងដែលធ្វើតាមរាជក្រឹត្យរបស់អាទិទេពដែលបានដាក់ញត្តិឲ្យយើងងាយយល់ទៅគឺជាការបញ្ជារបស់អាទិទេពហើយទឹកដីបបងចោលមួយនេះដែរគឺជាប់ឈ្មោះគឺជាទឹកដីដែលស្រយានឬក៏ទឹកដីបបងចោលដោយសារតែអាទិទេពបានបបងចោលនៅទឹកដីមួយនេះអញ្ចឹងវាគិតថាមនុស្សដែលរស់នៅទីនេះគឺជាមនុស្សដែលអាទិទេពបបងចោលមិនត្រូវការនោះទេវាក៏បានសម្លាប់ពួកគេយ៉ាងព្រៃផ្សៃជាទីបំផុតដោយគិតថាគឺជាបំណងប្រាថ្នារបស់អាទិទេពនឹងឯងហ
ហើយលោក JC នឹងក៏បានបង្រៀននៅវិជ្ជាគុណអាបធ្មប់ទៅកាន់អ្នកដតីគឺឈិនម៉ូដែលនៅទីនោះដែលធ្វើពួកគេរស់ជាមួយនឹងការភាពវង្វេងវង្វាន់ដូច្នេះវាត្រូវតែសម្លាប់លោកយាយចៅសូម្បីតែឈិនម៉ូក៏មិនຕົកដូចគ្នានោះដែរឈិនម៉ូមានការផ្អើលជាខ្លាំងគឺវាមានចេតនាចង់សម្លាប់លោកយាយស៊ីទេតើនៅពេលដែលខ្ញុំមើលរឿងចិនយូរទៅបានខ្ញុំយល់កាន់តែច្បាស់មនុស្សយើងមិនថារៀនបានខ្ពស់ប៉ុណ្ណានោះទេមានចំណេះដឹងច្រើនប៉ុណ្ណានោះទេបើសិនជាមិនអាចបែងចែកល្អអាក្រក់សខ្មៅបានមនុស្សនោះនៅតែជាមនុស្សអវិជ្ជាដដែលនោះទេវាដូចដែលសង្គមបើយើងសពថ្ងៃអញ្ចឹងកុំគិតថាគេរៀនបានច្រើនគេដឹងល្អអាក្រក់បែងចែកសឬខ្មៅវាគិតថាលោកយេស៊ីនឹងគឺរៀននៅវិជ្ជាគុណអាបធ្មប់ឬក៏វិជ្ជាគុណបិសាចទាំងដែលលោកយេស៊ីមិនដែលធ្វើបានអ្នកណានោះទេតែវាវិញបែរជាសម្លាប់មនុស្សស្លូតត្រង់ដែលមិនដឹងអីតែវាចាត់ទុកថាខ្លួនឯងគឺជាមនុស្សល្អទៅវិញអញ្ចឹងអ្នកខ្លះគាត់បដោតតែលើជំនាញឬក៏មុខវិជ្ជាមួយដើម្បីទុករស់ស៊ីនៅថ្ងៃក្រោយតែប៉ុណ្ណោះដូចជាការហ្វឹកហាត់ដើរជាដើមបានតែអ្នកខ្លះក៏មិនបានរៀនអំពីសិលធម៌សិលធម៌គឺនៅក្នុងនោះគឺមានច្រើនមានទាំងគុណធម៌កតញ្ញូកតាធម៌ហើយនិងបាបបុណ្យអីជាច្រើននៅក្នុងនោះទាំងអស់មកពីដើមខ្មែរយើងគឺឲ្យចាស់ៗនឹងតែងតែបរៀនក្មេងៗហើយឲ្យក្មេងៗនឹងទៅរៀននៅឯវត្តជាដើមបានដើម្បីលោកបរៀនតាក់ទងទៅនឹងអំពើទាំងអស់នោះផងដែរហើយលោកជេស៊ីនឹងក៏បានឲ្យឈិនម៉ូនឹងរត់គេពីទីនោះទៅគាត់នឹងទៅបង្វែងដានពួកវាឈិនម៉ូបង្អស់ពេលយូរក៏បានរត់ចាក់ចេញពីទីនោះអញ្ចឹងទៅក៏វិរិយាម្នាក់នឹងក៏បានបញ្ជានៅកូនសិស្សរបស់ខ្លួនជាច្រើនអ្នកនឹងឲ្យទៅចាប់ឈិនម៉ូដែលគាត់ថាឈិនម៉ូគឺជាបិសាចតូចត្រូវតែកាត់ក្បាលវាយកមកដំបូងវាគិតថាឈិនម៉ូគឺជាជនរងគ្រោះដែលទទួលបាននូវការបង្រៀនពីលោកយាយស៊ីក៏ប៉ុន្តែវាបែរជាចោទថាឈិនម៉ូនោះគឺជាបិសាចដែលត្រូវសម្លាប់ចោលវិញនេះហើយបានថាមនុស្សមិនអាចបែងចែកល្អអាក្រក់សនិងខ្មៅបានពួកវាក៏បានដេញតាមដែររត់លើតុកថែមទៀតលោកយាយស៊ីក៏ដឹងទៀតថាពួកវាសុទ្ធតែជារាងកាយព្រលឹងដែលបានដាស់ឡើងនៅអំព្រីយ៉ងព្រលឹងទាំងអស់ដូច្នេះប្រកាសជាអាចចាប់ឈិនម៉ូបានមិនខាននោះទេខណៈពេលដែលឈិនម៉ូគឺគាត់មិនទាន់បានដាស់ឡើងនៅអំព្រីយ៉ងព្រលឹងនៅឡើយនោះទេគាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់តែប៉ុណ្ណោះមិនទាន់ខ្លាចទៅជាអ្នកហ្វឹកហាត់នៅឡើយនោះទេអញ្ចឹងគាត់ក៏បានបញ្ចេញនៅមកចូលជាមួយនឹងខ្សែក្រហមដើម្បីរៀបរៀងតែក៏ត្រូវប្រជាក្បាលទាំងអស់ម្នាក់នឹងក៏បានចូលមកកាក់ផ្លូវទៅហើយត្រូវពួកវាទាំង5នាក់ឡោមព័ទ្ធជាប់ក្នុងទីនោះលោកយេស៊ីក៏និយាយទៀតថាគាត់ខានកម្ដៅសាច់ដុំយូរណាស់មកហើយតែពួកឯងចង់ខ្លាចទៅជាសម្លៀកបំពាក់បន្ទាប់ទៀតរបស់យើងមែនទេនិយាយរួចនឹងក៏បានលើកដៃចាប់ប្រហារក្នុងពេលនោះតែម្ដងនេះមើលឈិនម៉ូវិញកំពុងតែរត់គេចពីការយាយីនៃពួកសត្រូវទាំងអស់នោះអ្នកខ្លះរត់លើដីហក់ឡើងលើដើមឈើអ្នកខ្លះក៏រត់លើទឹកលឿនខ្លាំងមែនទែនពិសេសគឺអាសសនប់ពីរបស់ប្រជាទាំង5នៃប៉តលេលីធ្វើឈិនម៉ូមានអារម្មណ៍ថាអាពីក្បាលនេះរត់លឿនខ្លាំងមែនទែនដែលអាចរត់លើទឹកបានគឺដូចជាជំហានរបស់លោកតាខ្វិនអញ្ចឹងដែរបើសិនជានៅបន្តបែបនេះគាត់ប្រកាសជាត្រូវពួកវាចាប់បានមិនខាននោះទេគាត់ព្យាយាមរត់វង្វេងដានទៅផ្នែកម្ខាងទៀតចំណែកលោកស៊ីក៏បានប្រើប្រាស់នៅខ្សែបកក្រហមរបស់ខ្លួនដើម្បីទប់ទល់ជំនឿពួកគេប្រជាធម៌មិនចង់ខ្ជិលពេលវេលាច្រើននោះទេក៏បានបញ្ជារបស់ខ្លួនដើម្បីសម្លែងគាត់ចោលធ្វើឲ្យប៉ាគ្នាធ្វើឲ្យរំជួយពេញទីនោះឈិនម៉ូក៏ដឹងថាលោកយេស៊ីពេលនេះកំពុងតែជួបនឹងបញ្ហាធំក៏បញ្ញាទៅស្វែងរកនៅលើតាដើម្បីទៅជួយគាត់នៅខាងមុខក៏បានឃើញនៅហ្វូងនៃក្តានឈាមកំពុងតែផឹកទឹកក៏បានហក់ចូលទៅក្នុងហ្វូងនៃក្តាននោះតែក៏ត្រូវពួកវានឹងចូលមករាំងផ្លូវទៅហើយក៏នៅតែអាចគេចផុតបានក្តាននេះជើង4កំតែរត់មិនឈ្នះពួកវាទៅសពួកវាតាមស្ដាប់ដូចជាស្គរតាំងម៉ែអញ្ចឹងក៏បានលោតចូលទៅក្នុងគុំព្រៃមួយពួកវាភ្ញាក់អាចជាខ្លាំងព្រោះថានៅខាងមុខគឺជាហ្វូងនៃក្តានឈាមទាំងអស់មិនដឹងថាជាមួយណាជារាងកាយពិតរបស់ឈិនម៉ូនោះទេសុជបងរបស់វាក៏បាននិយាយថាជាងសម្រាប់ពួកវាចោលទាំងអស់តែម្ដងមិនទុកសំបីតែមួយក្បាលពិតជាខុសខើមែនទែនទោះបីជាអ្នកមិនដឹងអីក៏ត្រូវវាសម្រាប់ចោលអស់ដែរក្តានមួយក្បាលក៏បានដួលដេកស្លាប់ក៏ធ្វើឲ្យអាផ្សេងទៀតនឹងក្បាលរត់ឈឺឆោចាក់ចេញពីទីនោះឡើងអញញ៉ៃពួកវាក៏បានឡោមពណ៌ប្រើប្រាស់នៅផ្លែដើកັບសម្រាប់គ្មានធម្មតានោះឡើយឈិនម៉ូចាប់ដើមគិតទៀតថាទោះបីជាក្តានក៏វាមានជីវិតដែរហើយក៏ពួកឯងខុសខើដល់ថ្នាក់នេះពួកឯងនោះទេគឺជាបិសាចពិតប្រាកដនោះឈិនម៉ូបញ្ញាហក់គេពីទីនោះរត់គេចពីពលឺនៃផ្លែដាវវិនឹងខ្លួនប្រាណរបស់គាត់ទៅហើយតែនៅតែអាចមុខរបស់គាត់បានដដែលទីបំផុតពួកគេក៏បានឃើញអំពីរាងកាយពិតរបស់ឈិនម៉ូក៏បានដេញតាមក្នុងពេលនោះនេះក៏បានបញ្ជានៅដាវមួយហក់ទៅកឹងមកវាចាក់កពីក្រោយគាត់ទៅអាចគេចផុតនេះក៏បានបញ្ជាដាវហោមកសាជាថ្មីតែចរណារបស់ក្តារនោះគឺលឿនគូសំឈិនម៉ូមានការផ្ញើមនុស្សស្មានថានៅពីចម្ងាយនាងអាចគ្រប់គ្រងនៅដាវនេះបានយ៉ាងល្អនោះទេតែនោះក៏បានឈ្មោះទៅសាជាថ្មីឈិនម៉ូក៏បានរកឃើញការពិតដែលតាមពិតទៅនាងបានប្រើប្រាស់នៅខ្សែសរសៃសូត្រមួយដើម្បីគ្រប់គ្រងនៅដាវនេះតែប៉ុណ្ណោះឈិនម៉ូក៏ងាកទៅម្ខាងបានឃើញនៅហ្វូងក្តារនោះងាប់អស់ហើយក៏បញ្ញាចាក់ចេញពីទីនោះឈិនម៉ូក៏ឃើញថារាងកាយនៃក្តារនេះកំពុងតែរងរបួសហើយតើហើយទម្ងន់របស់វាក៏ចាប់ផ្ដើមចុកសៅដូចគ្នាដូច្នេះគាត់អាចជាចាក់ចេញពីរាងកាយនៃសត្វក្តារនេះអញ្ចឹងទៅក៏ឈិនម៉ូក៏បានឈ្មោះផ្នែកទៅម្ខាងទៀតខណៈពេលនោះនាងក៏បានប្រើប្រាស់នៅដាវដើម្បីសម្លាប់នៅសត្វក្តារនោះចោលតែការសម្លាប់ក្តារគឺមិនបានសម្លាប់ឈិនម៉ូនោះទេគ្រាន់តែធ្វើឲ្យ
សរសៃដែលត្បាញនៃសម្លៀកបំពាក់ឬក៏ស្បែកនៃក្តាននោះអាចតែប៉ុណ្ណោះធ្វើជាមកមានសេរីភាពម្ដងទៀតក៏បានបញ្ញាប់ចាក់ចេញពីទីនោះយ៉ាងលឿននេះក៏បានវិភាសាជាថ្មីដាក់មួយដាល់ឡើងផ្អើលពេញទីនោះពួកវាក៏បានញញឹមដាក់គ្នាបន្តិចគិតថានាងអស់ចាស់ខ្លាំងណាស់តែងាកមកមើលឈិនម៉ូវិញដាវវីចំក្បាលគាត់ទៅហើយគាត់គឺព្យាយាមដកខ្លួនចេញពីទីនោះម្ដងទៀតនេះក៏បានរកឃើញអំពីចរណារបស់ឈិនម៉ូមើលទៅគាត់អាចជាមានការដើម្បីរត់គេចពីទីនេះបាននោះទេព្រោះថាពួកវានៅតែបន្តវិវាហាដដែលវាដែលចុងក្រោយគឺចាក់ចំកដាលទ្រូងរបស់គាត់បំផង់ទៅខាងក្រៅយ៉ាងឆ្ងាយគាត់ឈឺមែនទែនតែមិនអាចទម្លុះនឹងខ្លួនប្រាណរបស់គាត់នោះទេពួកវាមានការភ្ញាក់ផ្អើលខ្លាំងក៏បានវិវាហាបន្ថែមតែប៉ះជាមួយនឹងដៃឈិនម៉ូពួកវាមានអារម្មណ៍ថាហេតុអីក៏មាននៅអាវក្រក់បែបនេះតែតាមពិតទៅគឺដៃទាំងអស់នោះគឺលោកតាកូគឺជាអ្នករៀបចំឲ្យគាត់ហើយទម្ងន់របស់វាគឺធ្ងន់ខ្លាំងមែនទែនឈិនម៉ូទប់មិនចង់ជាប់នៅតែដបងក៏ប៉ុន្តែគាត់សមជាមួយនឹងទម្ងន់ដ៏ធ្ងន់នៃដៃទាំងអស់នោះទៅហើយឈិនម៉ូក៏ប្រើប្រាស់នៅរាងកាយរបស់គាត់ដើម្បីទប់ជាមួយនឹងដាវនោះដែលមិនចាំបាច់ប្រើប្រាស់អាវុធនោះទេគាត់ក៏បានបញ្ជានៅដៃនោះចេញមួយក្រៅដើម្បីរារាំងនៅផ្លែដៃរបស់ពួកវាអ្នកស្រីនោះមានការភ្ញាក់ផ្អើលជាខ្លាំងតែនេះគឺជាដៃអីទៅហេតុអីក៏រឹងដល់ថ្នាក់នេះដែលទប់ទល់ជាមួយនឹងដៃរបស់ខ្លួនបាននេះក៏បានបញ្ជានៅសរសៃខ្សែដដែលនោះដើម្បីបញ្ជានៅដៃទៅម្ដងទៀតឈិនម៉ូហក់រំលងពីបឹងទូចមួយលើកជើងទាល់ក៏ធ្វើឲ្យដៃនៅលើជើងរបស់គាត់ក៏បានរបូនពេលនេះគាត់មានអារម្មណ៍ថាទម្ងន់របស់គាត់រៀងស្រាលជាងមុនងាយស្រួលក្នុងការរត់គេចដែលនោះគឺចាក់វិក៏បេះគូតគាត់ទៅហើយគាត់នៅតែអាចគេចផុតដដែលដែលជាច្រើនទៀតក៏បានចូលមកកាន់តែគិរាងកាយឈិនម៉ូក៏ជួបគ្រោះថ្នាក់យ៉ាងធ្ងន់គាត់ក៏បានគិតទៅដល់សម្ដីរបស់លោកតាខ្វិនផងដែរក្នុងការរក្សានៅទម្ងន់ចាត់ទុកឱកាសដូចជាដីជីកូនទាំងអស់នោះគ្រាន់តែគិតក៏អាចហ្វឹកហាត់បានដែរឈិនម៉ូក៏ចាប់ដើមសាកល្បងបន្ថយនៅទម្ងន់នៃរាងកាយរបស់ខ្លួនឈរនៅលើតងនៃផ្កាទៅមកក៏ចាប់ដើមហក់កិច្ចពិធីនោះយ៉ាងលឿនដោយប្រើប្រាស់នៅជើងលួចមេងហក់ឡើងទៅលើយ៉ាងខ្ពស់ក្នុងល្បឿនយ៉ាងលឿនធ្វើពួកវានឹងបើកភ្នែកយ៉ាងធំចរណៈរបស់ឈិនម៉ូពេលនេះគឺលឿនខ្លាំងមែនទែនមិនចាញ់ពីលោកតាខ្វិននោះឡើយគាត់ពិតជារត់លឿនជាងពួកវាទៅទៀតរហូតដល់ពួកវានឹងគិតថាតើឥឡូវនេះបានប្រើប្រាស់នៅធម្មពលសំខាន់អ្វីទៅហេតុអីក៏ខ្លាំងដល់ថ្នាក់នេះសូម្បីតែដាននៃស្មោះរបស់វាក៏ពួកយើងតាមមិនទាន់ផងទាំងនៅវាមិនទាន់ដាស់ឡើងនៅអំពីចុងព្រលឹងនៅឡើយនោះទេបើធ្វើការប្រៀបធៀបជាមួយនឹងសេចក្ដីបងធំគឺអបិឈូវាបានដាស់ឡើងនៃអំពីចុងព្រលឹងរួចទៅហើយក៏តែនៅតែដេញមិនទាន់ឥឡូវអ្នកនេះទៀតខ្វែនេះពិតជាអស្ចារ្យខ្លាំងមែនទែនតែអបិឈូនឹងគិតថាឥឡូវនេះគឺជាកូនបិសាចតែប៉ុណ្ណោះឈិនម៉ូក៏បានបង្រៀនដានពួកវាមកកាន់កន្លែងគ្រោះថ្នាក់មួយដោយសារតែគាត់នឹងមិនចង់បង្កបញ្ហាទៅកាន់លោកតាលោកយាយរបស់ខ្លួននោះទេពួកវាមកដល់កន្លែងនោះហើយមានអារម្មណ៍ថាចម្លែកដូចជាទទួលបាននៅដង្ហើមនៃបិសាចនៅទីនេះឲ្យបច្ចាស់បច្ចាញផងដើរបានប្រមាណចំហៀងឃើញថាភ្នែកជាច្រើនដែលនៅទីនោះក៏បានបាក់ឡើងមកឈិនម៉ូឈរនៅលើថ្មដ៏សែនខ្ពស់ពួកវាងើយចូលឡើងនោះក៏បានឃើញនៅបាតដៃនៅលើផ្ទាំងថ្មដ៏ធំមួយមិនដឹងថាជាបាតដៃនៃសត្វចម្លែកអ្វីនោះទេឈិនម៉ូរត់ចូលឡើងនឹងងាកទៅខាងក្រៅក៏បានឃើញភ្នែកដ៏ធំមួយសម្លឹងមើលគាត់តែគូសរសៃសាច់រឿងរបស់យើងក៏ស្លែតែប៉ុណ្ណេះ